សួស្តីកុមារថ្ងៃនេះយើងនឹងរៀនអក្សរថ្មីមួយទៀតហើយតើអ្នកទាំងអស់គ្នាចង់ដឹងថាអក្សរអ្វីទេតោះមកមើលជាមួយគ្នាអក្សរថ្ងៃនេះគឺអក្សរកពាក្យដែលផ្ដើមដោយអក្សរកគឺពាក្យគសូមនិយាយតាមខ្ញុំម្ដងទៀតអក្សរកអក្សរកអក្សរកឥឡូវយើងមកមើលរបៀបសរសេរអក្សរកទាំងអស់គ្នានេះហើយជាអក្សរកតើអក្សរកមាននៅក្នុងពាក្យអ្វីខ្លះឧទាហរណ៍សត្វគោគិរីរម្យគ្រាប់សូមនិយាយតាមខ្ញុំសត្វគោគ្រាប់គិរីរម្យឥឡូវខ្ញុំសួរតិចមើលពាក្យគោចាប់ផ្ដើមដោយអក្សរអ្វីត្រឹមត្រូវហើយអក្សរករំលឹកម្ដងទៀតថ្ងៃនេះយើងបានរៀនអក្សរកអានថាសត្វគោមានក្នុងពាក្យគោគិរីរម្យគ្រាប់កុំភ្លេចហាត់សរសេរនៅផ្ទះណាបើចូលចិត្តវីដេអូនេះកុំភ្លេចចុច Subscribe និង Like ដើម្បីរៀនអក្សរបន្តទៀតណាជួបគ្នាវីដេអូក្រោយសូមអរគុណ